ơi ở quân hai lục mà cha ở quân lục mà cha đãជួយជីវិតពួកយើងអរគុណលោកម្ចាស់លោកម្ចាស់ជាព្រះពុទ្ធិសាអបអរសាទរម្ចាស់ប្រពន្ធដែលបានបង្កើតការផ្ញើផ្អើលជាខ្លាំងប្រសិទ្ធភាពផ្ញើផ្អើលគឺអស្ចារ្យមិនដែលធ្លាប់មានទទួលបានពិន្ទុផ្ញើផ្អើល1000ពិន្ទុនៅសាល1050ពិន្ទុឱកាសចាប់រង្វាន់គឺសាល3លេខសូមលោកម្ចាស់ចាប់រង្វាន់ជាអាកំបាំង Yes បានហើយតោះទៅអេបងថ្លៃតើណានឹងកុំធ្វើអីឆេឆាអសាណាតើណាមែនទេគឺនាំគ្នាទៅហូបបបរហើយនឹងនំប៉ាវនោះហើយតើណាហ៎បើនៅទាំងអស់គ្នាមិនជឿឈិញហៅខ្ញុំទេនៅទាំងអស់គ្នាបើកភ្នែកមើលទៅលោកខាងមុខនោះឃើញទេអូអរគុណហើយអរគុណហួយមើលពិតជាមានបបរមែនមានរូបប៉ាវទៀតមែនណាពួកយើងមានសង្ឃឹមរស់ហើយម៉ែពួកយើងមិនស្លាប់ទៀតទេឆ្ងុយណាស់តានេះក្លិនគួរឲ្យចង់ហូបត្រូវហើយគឺដូចជាមានក្លិននំប៉ាវមែនទេខ្ញុំមិនមែនមើលច្រឡំទេមែនទេបងថ្លៃនេះជាអ្វីដែលបងបង្កើតមកមែនទេរឿងទាំងអស់នេះពួកឯងមិនចាំបាច់ខ្វល់ទេអ្វីដែលសំខាន់ណែនៅឈរធ្វើស្អីទៀតមិនក៏មិនប្រញាប់ទៅអូយតាពួកយើងអើយប៉ាតែប៉ាហូបទៀតអើយតែបាត់ហូបទេជាកាប៉ាត់បងថ្លៃពិតជាបង្កើតរោងបបរមែនហើយបងថ្លៃបងប្រាប់ពួកយើងមកណានំប៉ាវនោះបបរនោះហើយនៅរោងនោះតើបងថ្លៃបានមកពីណាទៅណែពួកឯងភ្លេចហើយមែនទេកាលពីលើកមុនបងបានទៅយកទ្រព្យសម្បត្តិរបស់ចៅភ្នំនោះមែនទេក្រោយមកទៀតបងក៏បានយកទ្រព្យសម្បត្តិមួយចំនួននោះដូចជាស្បៀងប៉ុន្តែខ្ញុំគឺដូចជាអត់ឃើញបងថ្លៃយកអង្គជាប់ខ្លួនទេអូអារឿងនឹងមែនទេយើងមិនលាក់បាំងជាមួយពួកឯងទេក៏ប៉ុន្តែបងបានឲ្យលីហុងនោះគឺទៅរៀបចំស្បៀងទុកជាមុនណាអាចារ្យមើលពួកឯងចោះនៅឈរធ្វើស្អីទៀតមិនក៏មិននាំគ្នាទៅជួយចែកស្បៀងគ្នាទៅឥឡូវឡើងតាចាតាអូយឈ្ងុយណាស់ម្ចាស់ថ្លៃអើយខានហូបយូរហើយមិនដឹងថាហូបគ្រាន់ឬក៏អត់ទេថ្ងៃនេះខ្ញុំជួយចែកឥឡូវឡើងមកអូចាប់ទូយកទៅអរគុណហើយណាបានអីទេនេះបន្តមកទៀតអរគុណហើយលោកម្ចាស់អើយអរគុណច្រើនហើយវាក្រដល់វេនទៀតហ្នឹងហូបទៅអរគុណខ្លាំងណាស់លោកម្ចាស់ពិតជាមានគុណចំពោះពួកយើងណាខ្ញុំលីហុងតំណាងឲ្យប្រជាជននៅក្រុងវៃឆាំងសូមអរគុណលោកម្ចាស់គ្នាលុតជង្គង់ចុះអេណែកុំលុតជង្គង់អីអើយអរគុណហើយលោកម្ចាស់អរគុណលោកម្ចាស់ដែលជួយជីវិតពួកយើងលោកម្ចាស់ដែលបានជួយជីវិតពួកយើងជាព្រះពុទ្ធិសាអបអរសាទរម្ចាស់ប្រពន្ធដែលបានបង្កើតការផ្ញើផ្អើលជាខ្លាំងប្រសិទ្ធភាពផ្ញើផ្អើលគឺអស្ចារ្យមិនដែលធ្លាប់មានទទួលបានពិន្ទុផ្ញើផ្អើល1000ពិន្ទុនៅសាល1050ពិន្ទុឱកាសចាប់រង្វាន់គឺសាល3លេខសូមលោកម្ចាស់ចាប់រង្វាន់ជាអាកំបាំង Yes លោកម្ចាស់អើយនំប៉ាវនិងបបរនេះបានជួយសង្គ្រោះជីវិតគ្រួសារខ្ញុំទាំងមូលហើយលោកម្ចាស់គឺជាព្រះពុទ្ធិសត្វប្រមនុស្សហើយទាំងអស់គ្នាឆាប់ក្រោកឡើងមកក្រោកឡើងមកលោកយាយក្រោកមកឈប់លុតជង្គង់ទៅមកក្រោកមកអ្នកទាំងអស់គ្នាបើចង់តបស្នងសងគុណខ្ញុំនោះអ្នកទាំងអស់គ្នាគ្រាន់តែជួយចែកស្បៀងគ្នាទៅដល់អ្នកផ្សេងទៀតទៅបានហើយអរគុណលោកម្ចាស់ជាមនុស្សល្អសូមព្រះជាម្ចាស់តាមជួយថែរក្សាអូនម្ចាស់បងថ្លៃរបស់យើងបដោជាមនុស្សផ្សេងហាញ់តែមែនទេទៅថ្ងៃមុខតាណាហ៊ានថាបងថ្លៃជាមនុស្សអាក្រក់ខ្ញុំមិនព្រមចិត្តដាច់ខាតលោកពកអ្នកម៉ែអ្នកទាំងពីរឃើញដែរទេកូនពិតជាមានមោទនភាពចំពោះបងថ្លៃណាស់នៅក្នុងសង្គ្រាមបែបនេះគាត់មិនត្រឹមតែជួយកូនទាំង5រស់នៅឲ្យបានសុខទេថែមទាំងជួយប្រជាជនស្លូតត្រង់ជាច្រើនអ្នកទៀតពុកម៉ែនៅលើមេឃសូមសម្រាប់ឲ្យបានសុខចាអាយ៉ាពួកយើងតាមមកដល់ស្រុកវៃឈឹងហើយអាចចោលរដល់ធាននោះវាបែរជាលួចទ្រព្យសម្បត្តិយើងដល់ទីនេះហើយបើយើងឃើញមុខឯងជឿនឹងបកមុខស្បែកឯងចោលតែម្ដងឯងឆាប់ទៅស៊ើបមើលទៅថាវានៅម្ដុំណាស្រួលយើងទៅកំទេចចោលតែម្ដងមកអាចចោលពវៀនអាបនេះយើងត្រូវតែសម្លាប់វាចោលតែម្ដងនេះអាចមុំម៉ៅខ្លាំងណាស់បានលោកម្ចាស់ណែបងធំខ្ញុំពិតជាឆ្ងល់ដល់ហើយពួកយើងស្ទើរតែដៃពោះស្លាប់ទៅហើយតែបែរជាមានមនុស្សរត់ចូលទៅក្នុងក្រុងវិញមើលទៅរឿងនេះដូចជាមិនស្រួលនោះទេបងធំឯងទៅខ្វល់ស្អីចាប់មនុស្សម្នាក់មកសួរមកគឺចប់រឿងបាត់ទៅហើយលើឡើង
បានអាម៉ានេះអូនអាផ្លោកជួមឯងប្រញាប់ទៅណានោះក្នុងក្រុងមានរឿងអីមានឬឆាប់និយាយលឺឡើងទឹកមកប្រទេសអានៀបឡូវលោកម្ចាស់មិនទាន់ដឹងទេនៅក្នុងក្រុងគេកំពុងតែចែកបបរមានទាំងបបរថែមទាំងបន្លែហើយថែមទាំងមាននំប៉ាវទៀតផងណាលោកម្ចាស់ឯងនិយាយឈួតស្អីហ្នឹងអាមេស្រុកនៅទីនេះវារត់ចោលបាត់ទៅហើយក្នុងឆ្នាំទូរភឹកបែបនេះអាមិនមានរបស់ទាំងអស់នេះទៅតើពួកវាបានស្បៀងមកពីណាឯងស្មានតែយើងអាយុ3ឆ្នាំពេលនេះអាល្អិតមកដាក់មកដៅងាប់ឥឡូវនោះឯងស្មានតែយើងអាយុ3ឆ្នាំពេលនេះអាល្អិតមកដាក់មកដៅងាប់ឥឡូវនោះលោកម្ចាស់ឲ្យខ្ញុំមិនហ៊ានផលោកទេគឺមានម្នាក់ចិត្តបនម្នាក់ឈ្មោះថាឈិញហាវបានចែកបបរឲ្យអ្នកគ្រប់គ្នាអ្នករកគ្នាកំពុងតែដើរនៅទីនេះនរណាក៏គេដឹងដែរអាចោផ្លោកជួមឈិញហាវឯងលួចទ្រព្យសម្បត្តិយើងហើយបែរជាយកទ្រព្យសម្បត្តិរបស់យើងមកចែកប្រជារាស្ត្រហើយពួកឯងឆាប់ទៅសម្រាប់អាចចង្រៃឈិញហាវនោះចោលដើម្បីសងសឹកឲ្យបងធំរបស់យើងហើយយកទ្រព្យសម្បត្តិរបស់យើងដែលវាលួចមកវិញលឿនសម្រុកចូលដើរស្រុកបួចាត់តែមេឃទៅភ្លៀងហើយអរគុណលោកចាមកអ្នកបន្តទៀតមកអរគុណច្រើនលោកម្ចាស់មានរឿងហើយចៅព្រៃនៅក្នុងខ្យល់ខ្មៅកំពុងតែសម្លាប់មនុស្សចៅព្រៃពួកយើងធ្វើយ៉ាងម៉េចទៅពួកយើងនឹងត្រូវស្លាប់មែនទេបងថ្លៃបងរត់ទេពួកចៅទាំងអស់នោះច្បាស់ជាមកចាប់បងហើយបងឆាប់រត់ទេកន្លែងនេះគឺជាមូលដ្ឋានសម្រាប់នៅក្នុងការរកបន្ទុកភ្នាក់ប៉ាហឹងដាច់ខាតគឺមិនត្រូវបោះបង់ចោលនោះទេម្យ៉ាងទៀតឆ្លៀតឱកាសពេលនេះគឺចាប់រង្វាន់ធំទាំង3ប្រហែលជាមានរបស់មួយណាអាចទប់ទល់ជាមួយពួកវាបានហើយមិនអីទេឡានកុំស្លន់ស្លោលីហុងចានាងទៅរកមនុស្សដែលមានកម្លាំង3 4 5នាក់ការពីប្អូនថ្លៃរបស់យើងចាលោកម្ចាស់មិនអីទេកុំភ័យអីណែប្រពន្ធពួកអាចោខ្យល់ខ្មៅស្អីគេនោះវាមកច្រើនណាស់កំភ្លើង AK2 ដើមនោះហាក់បីដូចជាមិនគ្រប់គ្រាន់នោះទេណាតើមានអាវុធណាដែលខ្លាំងជាងនឹងទៅទៀតទេមានអីទេជួយណែនាំផងមើលលោកម្ចាស់អាចធ្វើការចាប់រង្វាន់អាកាបាំងបានប្រហែលជាមានរបស់ផ្ញើផ្អើរងចាំលោកកថាបានឈើចាប់រង្វាន់មែនទេអម្ចាស់ប្រព័ន្ធចាប់បានក្របបែករន្ទះកក្រាក់នេះចំនួន100គ្រាប់នេះគឺជាក្របបែកដែលមានគុណភាពដែលគេនិយាយតគ្នាមែននោះទេខ្ញុំត្រូវការអាខ្លាំងអញ្ចឹងពួកឯងច្បាស់ជាងាប់ខានេះយោម៉ែអើយមកស្រស់អញ្ចឹងហ្មងបញ្ញាប់ចូលក្នុងថង់ទឹកភ្លាមអូឆ្ងាញ់ណាស់ហើយពួកចៅមកហើយពួកចៅមកហើយហូបអស់ទេអូយទៅហើយកុំធ្វើបាបខ្ញុំពួកឯងទាំងអស់គ្នាឆាប់ថយចេញចំហ៊ានស៊ីបោះស៊ីនំប៉ៅដូចយើងផងអីឆាប់សិនណាកដាលលំហបែបនេះតើពួកឯងស្គាល់ច្បាប់ទម្លាប់ទេច្បាប់ទម្លាប់មែនទេក្នុងសម័យគ្រោះទូលភឹកបែបនេះសូម្បីតែមន្ត្រីរាជការក៏មិនដែលខ្វល់ពីពួកឯងផងដូចនិយាយច្បាប់ទម្លាប់របស់ប្រកាសយកស្អីទៀតហើយបងស្រីហើយឡើយបងបោកចានលេខមួយសិនចានបែកមកជំរាបឲ្យបោកបន្ថែមទៀតពុតជាថោកទាបខ្លាំងណាស់យើងដេញពួកឯងស្ទើរតែដាច់ខ្យល់ដកដង្ហើមលេចង់បានហើយពួកឲ្យពួកយើងនេះតាមរកពួកនាងឡើងចង់ញ័រកលៀនហើយអាចចង្រៃឈិញហើននេះវាបែរជាលួចប្រាក់របស់ពួកយើងបន្តបែរជាយកមកចែកចាយធ្វើជារោងបបរចែកអ្នកគ្រប់គ្នាមែនទេបើថាយើងថោកទៅហើយនៅមានអ្នកថោកជាងយើងទៅទៀតបែរជាមិនលួចទ្រព្យសម្បត្តិរបស់ពួកយើងជីហៅបើឯងមិនចេញមកដោះស្រាយទេយើងនឹងដោះស្រាយដោយប្រើកាំបិតដាក់លំពេកខ្នងបថៅអើយឆាប់ឲ្យវាចេញមកដោះស្រាយត្រូវតែសងសឹកបងស្រីណែពួកអាកាហើយចុះឯងនឹងមកទីនេះធ្វើស្អីទាំងអស់គ្នាថយបន្តិចទៅខ្ទាបឈាមឥឡូវឯងមែនទេដែលបងធំទី2មើលទៅរូបរាងឯងនេះសក់មិនចំសក់ក្បាលមិនចំក្បាលបានកម្ពស់យងបន្តិចទេជីតាឯងគឺមកដល់ហើយឯងចង់ធ្វើស្អីអាងាប់ឯងមែនទេដែលឈ្មោះថាឈិញហៅនោះ
ពិតជាត្រឹមត្រូវហើយអាចជ្រុកកថនយើងនេះគឺឈ្មោះថាជីងហើយជាបរិសសង្ហាមានមុនស្នេហ៍ថែមទាំងមានប្អូនថ្លៃស្រីស្អាត5នាក់ទៀតផងគ្រាន់តែមានប្អូនថ្លៃស្រស់ស្អាត5នាក់តែប៉ុណ្ណោះបែរជាមកអួតចំពោះយើងផងអីយើងមិនអួតទេទៅម្ដុំត្រឡោកបែកឬ2004យកទៅណាមិនអស់គ្រាន់តែអស់លុយបន្តិចទេបានហើយឈប់និយាយបែកស្លុយទៅឯងមកទីនេះចង់រករឿងយើងឯងពិតជាសួរសំដួលភ្លើដល់ហើយបើយើងមិនមកទីនេះរករឿងឯងទេឯងស្មានថាមកទីនេះធ្វើស្អីបាញ់វាងាប់ណែវាកិច្ចបានឯងបាញ់រួចហើយមែនទេអញ្ចឹងដល់វេនជើងហើយសាក់អានេះទៅ